បាទសូមជម្រាបសួរពុកម៉ែបងប្អូននៅក្នុងថ្ងៃនេះដែរថ្ងៃទី16ខែឧសភាឆ្នាំ2026នៅក្នុងការងារមនុស្សធម៌របស់មិត្តភ័ក្តិម្នាក់ខ្លើទៅទាំងស្មាច់នៅក្នុងថ្ងៃនេះបានគៀងកោប្រម៉ែប្រមូលនៅថវិកាមួយចំនួនរបស់មិត្តភ័ក្តិម្នាក់ខ្លើនៅក្នុងភូមិទៅទាំងស្មាច់ក៏ដូចជាភូមិព្រៃតារៀមនៅភូមិបឹងនិងមិត្តភ័ក្តិនៅភូមិព្រៃក្លូតទាំងអស់គ្នាផងដែរហើយនៅក្នុងនោះដែរក៏មានការចូលរួមពីលោកមេភូមិព្រៃក្លូតបាទលោកមាសមឿនដែលបានប្រកាសយកចូលរួមដើម្បីចុះសួរសុខទុក្ខក៏ដូចជាពំនាំនៅថវិកាខ្លះយកទៅជូនដល់លោកអូនទុំបាទដែលគាត់មានជំងឺស្លាប់មួយជំនាញខ្លួនរស់នៅភូមិព្រៃក្លូតឃុំស្មងខាងត្បូងស្រុកកំចាយមាសខេត្តព្រៃវែងបាទថវិកាទាំងអស់នោះគឺសរុបបានចំនួន1លានជាងដើម្បីប្រគល់ជូនទៅដល់លោកអូនទុំនៅក្នុងពេលនេះតែម្ដងបាទសូមអរគុណទៅជិត20គីឡូដល់បាទយ៉ាងណាក្តីខ្ញុំបានក៏សូមអរគុណច្រើនដល់លោកវិភូជាពិសេសសូមអរគុណដល់មិត្តភ័ក្តិម្នាក់ខ្លើព្រមទាំងបងប្អូននៅព្រៃក្រូតទាំងអស់ដែលបានចំណាយពេលដ៏មានតម្លៃចូលរួមក្នុងកម្មវិធីហើយបានចំណាយថវិកាចំនួន1លានបាទដើម្បីចូលរួមតែប៉ុន្តែថវិការបស់យើងដូចយើងបានរៀបគឺ1លានជាងប៉ុន្តែក្នុងនោះខ្ញុំបានក៏សូមជូនទៅខាងអូនទុំណាអូនទុំមិនទេអូនទុំឥឡូវថាវិការ1លាននេះគឺបានពីមិត្តភ័ក្តិព្រមទាំងបងមេភូមិមិត្តភ័ក្តិយើងទាំងអស់ដែលបានចូលរួមអញ្ចឹងក៏សូមប្រគល់ជូនអូនទុំតែម្ដងណាអូនណាថាវិការនេះគឺចំនួន1លានរៀលដើម្បីទុកបន្តដំណើរទៅថ្ងៃខាងមុខទៀតចង់ទិញអីធ្វើអីដើម្បីរៀបចំឲ្យបានហើយក្នុងនាមយើងជាមិត្តភ័ក្តិបងប្អូនទាំងអស់ជូនពរសូមឲ្យសុខភាពល្អហើយជាពីជំងឺណាសូមអរគុណអ្នកទាំងអស់គ្នាហើយលើនេះខ្ញុំក៏បានយកចាយដែរខ្ញុំនឹងខាងទុកកោមួយដល់ខ្លួនទុកត្រាទិញអំសកើឡើងនឹងចាំព្រឹកតាទីបានយកនឹងទិញត្រាទិញទីបានមកច្រើនអរគុណច្រើនអញ្ចឹងមិនមានអីទេពួកខ្ញុំទាំងអស់គ្នាក៏សូមអរគុណនិងជូនពរដល់អូនទុំសូមសុខភាពល្អហើយសុខសប្បាយណាអរគុណច្រើនបាទពួកគាត់សុខភាពបាទអញ្ចឹងខ្ញុំតំណាងឲ្យលេខភូមិលេខលោកទាំង3រូបអញ្ចឹងសូមគ្មានស្អីនិយាយវែងឆ្ងាយទេសូមថ្លែងអំណរអរគុណមកគ្រប់8ទិសដែលមកចូលរួមឧបត្ថម្ភដោយជួនពិការនៅក្នុងភូមិរបស់ខ្ញុំនេះខ្ញុំសូមត្រេកអរថ្លែងអំណរគុណសូមឲ្យជួបតែពុទ្ធបរិស័ទទាំងឡាយ4ប្រការអាយុវណ្ណៈសុខពលៈកំបីគ្រៀងគ្រៀតឡើយសូមអរគុណបាទជាចុងក្រោយខ្ញុំបាទក៏សូមអរគុណជូនពរដល់លោកមេភូមិព្រមទាំងមិត្តភ័ក្តិម្នាក់ខ្លះទាំងអស់ដែលបានចូលរួមក៏សូមសុខសប្បាយរកទទួលទានមានបានគ្រប់ពេលវេលារាល់ការធ្វើដំណើរចិត្តឆ្ងាយសូមសុខសុវត្ថិភាពទាំងអស់គ្នាបាទអរគុណច្រើនមកសូមជម្រាបលា